ចានេះគឺជាដំណើរកំសាន្តខ្លីមួយចាទៅលេងនៅ resort នៅកន្លែងទឹកធ្លាក់ចាបងប្អូនគឺមិននៅឆ្ងាយពីកន្លែងខ្ញុំស្នាក់នៅប្រហែលទេគឺប្រហែលជាជិះឡានខ្ទង់1 ម៉ោងអីចឹងទៅដល់ហើយចាទៅដល់ទីកន្លែងហ្នឹងគេហៅ Snoqualmie Fall ចានៅក្នុងរដ្ឋ Washington យើងហ្នឹងណាចាកន្លែងហ្នឹងគឺកន្លែង famous ហ៎បងប្អូនហើយស្អាតចូលទៅដល់គឺអត់ខកបំណងទេតាហើយយើងក៏បានទៅស្នាក់នៅសន្តាគារនឹងមួយយប់2យប់ចឹងណាបងប្អូនដើម្បីថា release stress តិចចឹងណាចាធ្វើការហត់នឿយទៅតែ2នាក់ទេហើយក៏ទីគឺជាតាមផ្លូវដែលយើងធ្វើដំណើរទៅនឹងគឺទេសភាពអមតាមដងផ្លូវនឹងក៏ស្អាតដែរបងប្អូនថាមើលទៅដើមឈើពណ៌បៃតងស្រស់ទាំងអស់តែម្ដងចាហើយពេលដែលយើងទៅដល់ហ្នឹងក៏មានកន្លែង Valley Parking បងប្អូនខ្ញុំអត់បានថតហើយចឹងទៅក៏យើងទៅ check in check អីហើយចឹងទៅក៏បានមកញ៉ាំ dinner ចាយើងចូលមក dinner កន្លែងគេហ្នឹងនៅក្នុង resort ហ្នឹងតែម្ដងហើយម្ហូបគេរៀងប្លែកតិចដាក់ទៀនហ្នឹងទៀនអីគេគឺទៀន butter ចាអុជទៀនមែនតែយើងអាចញ៉ាំបានណា candle ហ្នឹងចាហើយឆ្ងាញ់ទៀតចាគេធ្វើមានរសជាតិឆ្ងាញ់ណាកន្លែងគេហ្នឹងគេ specialize ខាងហ្នឹងណាចាហើយទៅ dinner បែប romantic ចឹងទៅពីអ្នកសំណាប់ចិត្តខ្ញុំទៅដើរលេងកំសាន្តលំហែកាយបន្តិចចឹងទៅចាហើយក្នុងមួយ order មកនេះចឹងគាត់ order សាច់មាន់គាត់អត់សូវគាត់ខ្លាចថាខ្លះញ៉ាំអត់កើតអីចឹងទៅប៉ាន់មានសាច់មាន់ខ្លះមានត្រីខ្លះចឹងណាចាចឹងទៅក៏សាមញ្ញលាយចាហើយចឹងក៏ចែកគ្នាភ្លក់មើលថាម្ហូបគេនឹងប្លែកវាម៉េចចាចំណែកខ្ញុំវិញខ្ញុំយកត្រី halibut ចាមកពី Alaska តែនិយាយពីសាច់រសជាតិវិញគឺឆ្ងាញ់លេខ1ហ្មងគឺមើលតែសាច់ត្រីនឹងដឹងហើយនេះសស្គូហ្មងណាតែឆ្ងាញ់ជាងសាច់ក្តាមទៀតបងប្អូនគាត់ថាក៏វាថ្លៃដែរម្ដុំប៉ុណ្ណឹងអញ្ចឹង$60អញ្ចឹងទៅប៉ុន្តែមិនអីទេព្រោះកន្លែងគេស្អាតហើយរបៀបដូចថាចូលទៅកន្លែងគេល្អចានៅ resort គេហ្នឹងតែម្ហូបគេក៏ឆ្ងាញ់ដែរមិនមែនថាតែថ្លៃអត់ឆ្ងាញ់ទេគ្រាន់ថាវាតិចប៉ុន្តែយើងញ៉ាំឆ្អែតចាមាននំប៉័ងមានអីចឹងមកយើងញ៉ាំមិនចង់អស់ផងចាហើយគ្រាន់ថាដើរកំសាន្តរបៀបខ្លីៗ2 3ថ្ងៃវិស្មការ2 3ថ្ងៃអីចឹងណាចាហើយពេលដែលយើងញ៉ាំបាយល្ងាចរួចហ្នឹងក៏មកមើលថ្ងៃលិចបងប្អូននៅមានថ្ងៃចាមកថតទេសភាពថ្ងៃរៀបលិចបន្តិចនៅនឹងមាត់ជ្រោះហ្នឹងចាស្អាតដែរបងប្អូនយើងមើលទៅវាថាចាំងសម្ោលពីព្រះអាទិត្យមកដល់ចូលក្នុងទឹកហ្នឹងចឹងទៀតមើលទៅខិតតែពណ៌ហ្នឹងរត់តែស្រស់ស្អាតថែមទៀតចាព្រោះទឹកហ្នឹងគឺហូរធ្លាក់ពីភ្នំតកកមកបងប្អូនចាសប្បាយខ្លាំងដែរទៅតែ2នាក់រីឡាកចឹងណាចាហើយនេះប្តីខ្ញុំចាគាត់ក៏ដើរលេងអានេះគឺពេលព្រឹកព្រលឹមមកវិញហើយបងប្អូនចានេះគឺទេសភាពពេលព្រលឹមឡើងយើងខកពីគេងមកក៏មកដើរហាត់ប្រាណជុំវិញហ្នឹងទៅនៅកន្លែងហ្នឹងគេមានផាកឲ្យយើងដើរលេងទៀតណាបងប្អូនហើយយើងក៏មកមើលទេសភាពទឹកធ្លាក់នៅពេលព្រឹកព្រលឹមម្ដងមុនហ្នឹងគឺមើលពេលល្ងាចចាអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាជួបគ្នាក្រោយទៀត